Việt Nam từ Chalo. វីដេអូនេះគឺជាសកម្មភាពនៃខ្ញុំធ្វើដំណើរទៅវៀតណាមមុននឹងចេញដំណើរទៅវៀតណាមគឺខ្ញុំបានមកគេងនៅភ្នំពេញមួយយប់តែគ្នាដែលការមកគេងនៅភ្នំពេញគឺខ្ញុំមកគេងជាមួយនឹងពូជាមួយនឹងម៉ាក់ខ្ញុំហើយមានបងស្រីជាមួយនឹងអ៊ំខ្ញុំពីរនាក់ឥឡូវនេះគឺខ្ញុំធ្វើការ check out បន្ទាប់មកគឺ book ជាមួយនឹង Grab នៅតែគ្នាដើម្បីធ្វើដំណើរទៅកាន់ឡានក្រុងដែលយើងត្រូវឡើងនោះហើយឡានក្រុងហ្នឹងគឺបានចាំនៅមកក្រុមហ៊ុន My Travel ហ្នឹងតែម្ដងពីព្រោះថាការធ្វើដំណើរលើកហ្នឹងគឺខ្ញុំបានទៅតាមក្រុមហ៊ុន My Travel ទៀតហើយណោះគ្នាមកដល់ភ្លាមគឺថាបញ្ញាប់យកវ៉ាលីចុះពីលើ Grab តែម្ដងហើយនេះពេលឡើងឡានហ្នឹងគឺថាទៅមួយបងហួរទៀតហើយនេះទៅលើកនេះគឺគេមាន free ជាមួយនឹងមួកឲ្យយើងម្នាក់មួយទៀតនិយាយទៅ tour leader គឺខ្ញុំដើរជាមួយនឹងបងហួរពី3លើកហ្នឹងគឺថាសប្បាយមែនតើអ្នកគ្នាហើយស្រួលទៀតគឺគាត់ដោះស្រាយបញ្ហាយើងគ្រប់សពមកហើយមុនហ្នឹងគឺខ្ញុំអត់តបានលេបជាមួយនឹង BB ឬមួយក៏ make up អីទេអ្នកគ្នាអញ្ចឹងកន្លងពេលដែលជីឡានហ្នឹងគឺខ្ញុំឲ្យខាត់ពេលវេលាតែមកលេបជាមួយនឹង Blue UV ជាមួយនឹង Pink BB ហើយបន្តមកគឺធ្វើការ make up ដល់ blush ដាក់អីរបស់យើងហ្នឹងដូចរាល់ដងអញ្ចឹង make up ឲ្យគឺថាឆ្លៀតគេមកផ្លែបិទភ្នែកបើកភ្នែកមកដល់ហាងបាយល្មមមុននឹងយើងទៅដល់ព្រំដែនគឺយើងមកធ្វើការញ៉ាំបាយសិនអ្នកគ្នាដាក់បាយម្នាក់មួយចានសិនហើយនេះរបស់ញ៉ាំរបស់ខ្ញុំគឺមានបាយទេគឺកាទៀវបាក់សៀកាទៀវនោះនេះគឺថាឆ្ងាញ់មែនតើអ្នកគ្នាឡើងជឿឲ្យសំខាន់សាច់គេឡើងណៃញ៉ាំអីហើយគឺយើងត្រូវតែបញ្ញាឡើងឡានណាអ្នកគ្នាកុំឲ្យខាត់ពេកដើរលេងចឹងណាហើយក្នុងនាមខ្ញុំជា content creator ម្នាក់ដែលចូលចិត្តដើរលេងមកថាក្នុងស្រុកនៅក្រៅស្រុកតែអ្នកគ្នាហើយជាពិសេសដើរតាមទួលនឹងតែម្ដងចឹងហើយគឺធ្វើឲ្យខ្ញុំហ្នឹងជួបមនុស្សច្រើនចឹងដើម្បីឲ្យមានភាពជឿជាក់ក្នុងការលើកឃ្លៀឬមួយក៏ពាក់អាវវាអាវ sexy គឺខ្ញុំត្រូវតែធានាថាសាច់ឃ្លៀរបស់ខ្ញុំគឺថាមានក្លិនក្រអូបហើយសមមាត់អឡូចឹងសារ៉ាអាត់កបាំងដែលខ្ញុំមើលថាស្បែកឃ្លៀរបស់ខ្ញុំគឺមានអីវែងឆ្ងាយទៅអ្នកគ្នាមានតែមកមីសាវីតាមីន plus anti cream កូនខ្លងតូចមួយនេះឯងតម្លៃត្រឹមតែ$5ទេក៏ប៉ុន្តែមើលគុណភាពសាច់លេគេវិញឡើងទៅជាក្លិនវិញគឺយើងអាចយកប្រើប្រាស់ជំនួសទាំងអស់បានមកមិនមែនត្រឹមតែក្អូបទេគឺវាជួបព្យាបាលឃ្លៀខ្មៅឃ្លៀដុំពោឃ្លៀដែលដុសរំច្រាលឃ្លៀខ្សោយឃ្លៀស្ដើងឃ្លៀបែកសង្វារដោយសារតែអ្នកខ្លះគឺគាត់ធ្លាប់ប្រើប្រាស់ជាមួយនឹងផលិតផលខុសមកពីមុនซึ่งគឺអាចសាកប្រើប្រាស់ជាមួយនឹងលេឃ្លៀម៉ាមីសានីបានមកពុតតគ្នាកាត់បន្ថយក្លិនឃ្លៀកាត់បន្ថយកាត់បែកញើសតាំងពីស្គាល់ជាមួយនឹងលេឃ្លៀម៉ាមីសាប្រនេះមកគឺខ្ញុំចង់ដើរទៅណាឬមួយក៏ដើរជាក្រុមគឺតែងតែមានភាពជឿជាក់នៅក្នុងការលើឃ្លៀហើយនឹងនៅចិត្តអ្នកដទៃហ្នឹងហើយអ្នកគ្នាចឹងឥឡូវហ្នឹងគឺខ្ញុំបានមកដល់ព្រំដែនហើយកុំភ្លេចឲ្យសោះអ្វីដែលសំខាន់បំផុតហ្នឹងគឺ passport ហ្នឹងឯងភ្លេចអីភ្លេចបានចាបើភ្លេច passport នេះមួយគឺថាដាច់ដង្ហើមប៉ុតទេណានៅពេលដែលយើងវាយ passport ទាំងនៅខ្មែរនិងនៅវៀតណាមហើយចូលមកដល់ទឹកដីវៀតណាមភ្លាមគឺយើងធ្វើការដូរឡានក្រុងហ្នឹងតែម្ដងអ្នកគ្នាហើយឡានក្រុងខាងវៀតណាមហ្នឹងគឺគេមកចាំយើងនៅព្រំដែនហ្នឹងតែម្ដងអត់ឲ្យយើងពិបាកអីទេហើយនាងអ្នកគ្នាធ្លាប់តែផឹកទឹកសុទ្ធនៅខ្មែរឥឡូវគឺគេបានចែកជាមួយនឹងទឹកសុទ្ធវៀតណាមម្ដងអញ្ចឹងយើងសាកមកភ្លក់រសជាតិទឹកសុទ្ធដូចតែគ្នាហ្នឹងណាអ្នកគ្នាធ្វើដំណើរពីបាវត្តទៅហូជីមីញប្រហែលជា2ម៉ោងកន្លះឥឡូវហ្នឹងគឺយើងមកដល់កន្លែងញ៉ាំបាយទៅដែរញ៉ាំបាយរហូតចាញ៉ាំបាយលើកនេះគឺមកញ៉ាំបាយនៅក្នុងអតាយគេអញ្ចឹងណាអ្នកគ្នាខ្ញុំចូលចិត្តថងថាបន្លែគេជាមួយនឹងសាច់អីនៅនេះគឺថាស្រស់ៗមែនតើដើរជាមួយនឹងក្រុមហ៊ុន My Travel គឺថាបែបហ្នឹងឯងអ្នកគ្នាងាយដល់ម៉ោងញ៉ាំមកបន្ទាប់ពីយើងបើកន្លងអីហើយគឺយើងមកដល់ផ្សារ Vincom Center ដែលជាផ្សារដែលគេល្បីមានរបស់ brand name ជាច្រើនចឹងថ្ងៃនេះគឺថាម៉ូឈីបានអនុញ្ញាតឲ្យខ្លួនឯងបើកដៃទៅទិញជាមួយនឹងឈុតព្រមសតដៃសតប៉ុន្តែអ្នកដែលចាញ់លុយគឺថាមិនមែនជាខ្លួនឯងទេលើកនេះព្រោះខ្ញុំមានអ្នក sponsor ហើយអ្នក sponsor ហ្នឹងគឺមានតែគេឆ្ងាយទេចាគឺប៉ារបស់ខ្ញុំដែលសារតែគាត់ឃើញខ្ញុំផ្លុំសក់ជាមួយនឹងទាំងហាហើយគ្រាន់តែខ្ញុំគាត់ថាទិញជាមួយនឹងដៃសតផ្លុំសក់នេះណាគ្នាគាត់ឡើងចង់2ឆ្នាំណាចឹងប៉ាខ្ញុំក៏គាត់អាណិតខ្ញុំទៅគាត់បានឲ្យលុយខ្ញុំទិញម៉ាស៊ីនផ្លុំសក់ដៃសតហ្នឹងហ្មងតើមកដល់ភ្លាមគឺខ្ញុំក៏បានតេស្តជាមួយម៉ាស៊ីនគេក៏ដូចជាបានរើសពណ៌រើសអីមួយស្នាច់មកក៏ប៉ុន្តែមុនដំបូងខ្ញុំថាទិញតាមអនឡាញអីតែអ្នកគ្នាក៏ប៉ុន្តែគឺថាបានមកវៀតណាមមកឆ្លៀតទិញហ្មងទៅបានមើលរបស់ពិតផ្ទាល់ផងហើយគេបានឆ្លាក់ឈ្មោះខ្ញុំហ្នឹងនៅលើប្រអប់ហ្នឹងទៀតនិយាយទៅឡើងខ្ជូនមកអ្នកគ្នាសម្រាប់ម៉ាស៊ីនផ្លុំសក់ដៃសតនេះដែរគឺខ្ញុំបានទិញជាមួយនឹងពណ៌ស្វាយអ្នកគ្នានិយាយទៅគឺថាឡើងស្អាតរបស់គេឃើញតែប៉ុណ្្នឹងឯណាប៉ុន្តែធ្ងន់សាហាវម៉ាស៊ីនគេនេះហើយមកដល់លើឡានភ្លាមគឺថាសប្បាយមែនតើម៉ាក់ខ្ញុំគឺគាត់បានឆ្លៀតទៅទិញនំ bakery ឲ្យខ្ញុំអូយឡើងតំណងហ្មងណាអ្នកគ្នាហើយកន្លែងនេះវិញគឺខ្ញុំបានឈប់ទៅទិញជាមួយនឹងនំប្លែកវៀតណាមនិយាយទៅគឺគេត្រូវចូលកតុបទឹកឯប៉ុន្តែខ្ញុំឆ្លៀតទៅឃើញនំប្លែកពេកក៏បានឆ្លៀតចូលទៅទិញមួយមុខពីរមុខអីចឹងតើហើយនេះឥឡូវហ្នឹងគឺខ្ញុំធ្វើដំណើរមកកាន់មួយនេហើយមកដល់មួយនេគឺជាតំបន់សមុទ្រណាអ្នកគ្នាចឹងឥឡូវហ្នឹងគឺយើងបានមកញ៉ាំ dinner នៅមាត់សមុទ្រតែម្ដងនិយាយទៅតមកចូលតែណាគឺថាដើរញ៉ាំរហូតមកមួយថ្ងៃវល់ល្ងាចនិយាយទៅមកហូបគេសុទ្ធតែគ្រឿងសមុទ្រហើយជាពិសេសងាវអីនេះឆ្ងាញ់សាហាវអ្នកគ្នាជិតស្លាប់អញ្ចឹងហើយអ្នកគ្នាកុំភ្លេចតាមដានវីដេអូបន្តព្រោះថាខ្ញុំនឹងនាំអ្នកគ្នាទៅលេងជាមួយនឹងឆ្នេរខ្សាច់នៅឌូបៃចា៎